យ៉ាងណាមិញជនទោះជាបណ្ឌិតក្តីពីលក្តីក៏រមែងតែងតែមានការបែកធ្លាយនៃអត្តភាពនេះនៅខាងចុងគ្រប់គ្នាហើយឲ្យតែហេតុនៃសេចក្តីស្លាប់នឹងវាមានប្រកបចំពោះយើងហើយយើងត្រូវតែស្លាប់ឥតលក្ខខណ្ឌអញ្ចឹងហើយមិនចាំបាច់ទៅរកគ្រូណាថាអូលោកគ្រូនោះប្រកែឬក៏ព្រះអង្គណាប្រកែសូមជួយបន្តអាយុអានឹងសិតអ្នកបោកទេញាតិញោមដាក់បានទេប្រយ័ត្នគេបោកណាហ្នឹងហើយគេយកអាជំនឿផ្ដេសផ្ដាស់ទៅទៅយើងរៀងងងឹតងងុលមិនសូវបែងចែកណាមិនចេះបែងចែកហេតុផលផងឮតែគេប្រាប់ថាណាបើចង់បានអាយុវែងចង់តអាយុទៀតហ្នឹងហើយទៅរកគ្រូនេះទៅរកលោកនេះទៅបកស្បែកផងរំដោះគ្រោះផងធ្វើពិធីនេះពិធីបែបនោះដើម្បីឲ្យទទួលបាននៅអាយុវែងត្រូវចាំថាដំណើរនៃធម្មជាតិនេះពុំមានជនរូបណាអាចចូលទៅកែប្រែបានឡើយច្បាប់ធម្មជាតិនឹងវាមានសុភាពសុក្រិតដោយយើងគ្រប់គ្នានៅក្នុងទីនេះរួមទាំងអាត្មាក្តីរហូតដល់ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់បានត្រាស់ដឹងពីសច្ចធម៌នឹងមិនមែនព្រះអង្គទ្រង់មានលទ្ធភាពចូលទៅកែប្រែឲ្យអ្វីគ្រប់យ៉ាងវាខុសពីដំណើរធម្មជាតិនឹងទេគ្រាន់តែមាននៅថ្នាក់បញ្ញាដែលព្រះអង្គបានត្រាស់ដឹងឃើញអំពីសភាពនៃដំណើរជីវិតរបស់សត្វទាំងឡាយដែលមានការតាក់តែងដោយអំណាចនៃសង្ខារបញ្ញាភិសង្ខារដោយអំណាចកម្មជាកុសលក្តីហ្នឹងក៏សូមឲ្យពុទ្ធបរិស័ទទាំងអស់បានជ្រាបនៅក្នុងដួងហរតិថាក៏ព្រះអង្គទ្រង់មាននៃសេចក្តីស្លាប់ដូចយើងដូចគ្នា